ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអះអាងការពីថ្ងៃសៅរ៍ថាកងទ័ពជើងទឹកប្រទេសរបស់លោកកំពុងអភិវឌ្ឍឥតឈប់ឈរហើយផ្នែកទ័ពជើងទឹកនៃប្រព័ន្ធនុយក្លេអ៊ែរត្រីភាគីកំពុងតែមានភាពរឹងមាំខ្លាំងឡើងប្រព័ន្ធនុយក្លេអ៊ែរត្រីភាគីឬក៏ Nuclear Threat គឺជាទម្រង់កងកម្លាំងយោធាដែលមានសមាសភាព3យ៉ាងរួមមានមីស៊ីលប្លង់អន្តរជាតិ ICBM ដែលបាញ់ចេញពីមូលដ្ឋានលើដីមីស៊ីលប្លង់ SLBM ដែលបាញ់ចេញពីនាវាមួយទឹកនិងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រលើកឡើងតាមរយៈសារអបអរសាទរទិវាកងទ័ពជើងទឹកប្រមុខវិមានត្រៀមឡើងរូបនេះបានរៀបរាប់ថាពួកគេកំពុងអភិវឌ្ឍជាបន្តបន្ទាប់ហើយផ្នែកទ័ពជើងទឹកនៃប្រព័ន្ធនុយក្លេអ៊ែរត្រីភាគីរបស់រុស្ស៊ីកំពុងមានភាពរឹងមាំខ្លាំងឡើងការសាងសង់នាវាចម្បាំងនិងនាវាពិសេសជាបន្តបន្ទាប់នៅតែបន្តដំណើរការហើយការបំពាក់អាវុធនិងឧបករណ៍ទំនើបដល់អង្គភាពប្រតិបត្តិការក្រោមទឹកលើផ្ទៃទឹកតំបន់ឆ្នេរនិងដែនអាកាសក៏កំពុងត្រូវបានកែលម្អផងដែរលោកបានកត់សម្គាល់ថាសប្តាហ៍នេះទាហានជើងទឹកយោធាកំពុងបន្តរក្សានិងលើកកម្ពស់ប្រពៃណីរបស់កងទ័ពជើងទឹករុស្ស៊ីដោយមោទនភាពប្រធានាធិបតីរូបនេះបានលើកឡើងថាកងកម្លាំងជើងទឹកមានសមត្ថភាពដោះស្រាយរាល់ភារកិច្ចដែលពួកគេប្រឈមមុខប្រកបដោយប្រសិទ្ធភាពជំនាញវិជ្ជាជីវៈរបស់ទាហានជើងទឹកក៏កំពុងតែកើនឡើងផងដែរ